ព្រឹត្តិបတ်ព័ត៌មានកម្ពុជាទឹកសម្រាប់ថ្ងៃទី28ខែកុម្ភៈឆ្នាំ2026តាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់ 2.95 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 6 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 10.70 សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់ 7.73 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 8 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 22 ម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់ 2.92 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 12 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 15.20 សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃនេះទឹកមានកម្ពស់ 2.24 សង់ទីម៉ែត្រស្មើនឹងថ្ងៃម្សិលមិញកម្រិតកម្ពស់ប្រុងប្រយ័ត្ន 10.50 សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់ 1.81 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 11 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 7.50 សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់ 2.27 សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ 3 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 7.90 សង់ទីម៉ែត្រទន្លេសាបព្រែកក្តាមថ្ងៃនេះទឹកមានកម្ពស់ 1.55 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 1 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 9.50 សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់ 1.64 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 8 សង់ទីម៉ែត្រសូមជម្រាបជូនថាស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងឡើងនិងស្រកបន្តិចបន្តួចការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី28ខែកុម្ភៈឆ្នាំ2026សូមអរគុណ